រឿងផ្ទះចំណាស់ក្បែរព្រៃមានភូមិមួយដ៏ស្ងប់ស្ងាត់ក្បែរជើងភ្នំនៅក្នុងភូមិនោះមានផ្ទះបុរាណមួយខ្នងសង់ពីឈើប្រក់ក្បឿងចាស់ទ្រុឌទ្រោមគួរឲ្យខ្លាចអ្នកស្រុកគ្រប់គ្នាតែងនិយាយតគ្នាថាផ្ទះនោះមានខ្មោចលងព្រោះគ្មានអ្នកណាហ៊ានចូលទៅនៅឡើយមានគ្រួសារមួយដែលម្ដាយឈ្មោះកញ្ញានិងឪពុកឈ្មោះសីហានិងកូនប្រុសម្នាក់ឈ្មោះសុខាគ្រួសារនេះបានទិញផ្ទះចំណាស់នេះនិងបាននាំប្រពន្ធកូនរបស់គាត់ទៅស្នាក់នៅពេលដែលគ្រួសារនេះបានចូលដល់ផ្ទះចំណាស់ពួកគេមានអារម្មណ៍ថាស្រាវខ្នងព្រោះឃើញរបស់របរផ្សេងក្នុងទីនោះមានសភាពចាស់ទ្រុឌទ្រោមលាយឡំនឹងភាពងងឹតដែលគ្របដណ្ដប់ដោយដំបូលចាស់ពីដានចាស់នោះផងដែរគ្រួសារនេះបានរៀបចំម្នាក់មួយដៃមួយជើងក្នុងការសម្អាតផ្ទះសុខាបានឃើញរូបថតក្មេងប្រុសម្នាក់ដែលគេដាក់តាំងលើតុគាត់ហាក់បីដូចជាចម្លែកអារម្មណ៍ក៏ដើរទៅជិតលើកកាន់ថ្នមមើលទាំងឆ្ងល់ថាហេតុអ្វីរូបថតនេះប្រឡាក់ឈាមគាត់ក៏កាន់រូបថតនោះទៅសួរម្ដាយកញ្ញាជាម្ដាយបានប្រាប់កូនរបស់ខ្លួនថាកុំខ្វល់អីកូនយករូបនេះទៅដាក់ក្នុងធុងសម្រាមទៅកូនប្រុសបានធ្វើតាមសម្ដីរបស់ម្ដាយបន្ទាប់ពីរៀបចំអីវ៉ាន់រួចរាល់ដោយអស់កម្លាំងផងពួកគេក៏នាំគ្នាមួយទឹកដើម្បីសម្រាកកញ្ញាបានដោះសម្លៀកបំពាក់ដាក់ក្បែរខ្លួនចាប់កាន់ផ្តិលដងទឹកមុជទាំងត្រជាក់កាយាផងនោះមានដៃនរណាម្នាក់លូកចេញតាមពីដានប្រឡាក់ទៅដោយឈាមមកកាន់ម្ដាយរបស់សុខាដោយសារតែសំឡេងទឹកនឹងមិនបានចាប់អារម្មណ៍ផងនោះម្ដាយសុខាមិនដឹងឡើយថាមានដៃប្រឡាក់ទៅដោយឈាមលូកមករកនាងសោះឡើយសុខានិងគ្រួសាររបស់គេបានទៅសម្រាកក្នុងបន្ទប់រៀងខ្លួនសុខាបានបិទភ្នែកគេងទៅហើយនោះស្រាប់តែកែវទឹកដែលគេដាក់លើទូក្នុងបន្ទប់បានធ្លាក់ចុះមកលាន់ឮសូរតែប្រៅដោយគ្មានមូលហេតុសុខាបានក្រោកពីគ្រែដើរទៅរើសកែវទឹកទាំងងឿយឆ្ងល់សុខាដើរដល់កន្លែងអំបែងកែវទឹកដែលបែកគាត់បានអោនរើសម្ដងមួយស្រាប់តែឃើញវត្តមានរបស់ក្មេងប្រុសម្នាក់លេចឡើងទាំងភ្នែកហូរឈាមព្រមទាំងសក់ក្រញ៉េរញ៉ៃសុខាបានឃើញហើយភ័យណាស់គាត់បានរត់ទៅបន្ទប់ឪពុកម្ដាយរបស់គាត់កាត់មកដល់បន្ទប់របស់កញ្ញានិងសីហាវិញពួកគេទាំងពីរកំពុងតែអោបថើបគ្នាយ៉ាងមានក្តីសុខសំឡេងស្រែកហៅនិងគោះទ្វារបានកាត់ចង្វាក់អ្នកទាំងពីរម្ដាយរបស់សុខាបានស្លៀកពាក់ខោអាវវិញហើយដើរទៅបើកទ្វារឲ្យកូននិងសួរនាំកូនទាំងឆ្ងល់ថាកូនតើមានរឿងអីសុខាមិនលាក់បាំងឡើយគាត់បានប្រាប់គ្រប់យ៉ាងតាមដំណើររឿងដែលគាត់បានឃើញនោះឪពុកម្ដាយរបស់សុខាក៏លួងលោមកូនហើយឲ្យកូនប្រុសរបស់ខ្លួនគេងលើគ្រែជាមួយគ្នារហូតទល់ភ្លឺលុះព្រឹកឡើងគ្រួសារនេះបានធ្វើដំណើរទៅភូមិជិតនោះដើម្បីទិញបន្លែនិងម្ហូបទុកធ្វើជាអាហារពេលទៅដល់ទីនោះអ្នកភូមិឆ្ងល់ណាស់ថាតើគ្រួសារនេះមកពីណាចម្លែកមិនដែលឃើញមុខអ្នកភូមិម្នាក់ក៏បានសួរថាសួស្ដីតើអ្នកទាំង3រស់នៅទីណាបានជាមិនដែលឃើញមុខម្ដាយរបស់សុខាតបវិញថាចាអ្នកមីងពួកខ្ញុំចំណាក់ស្រុកមករស់នៅផ្ទះចំណាស់ចុងភូមិនេះទើបតែបានមួយយប់ទេហើយក៏មកទិញម្ហូបទីនេះអ្នកភូមិចំណាស់ម្នាក់នោះតបវិញថាម៉េចបានពួកឯងទៅរស់នៅក្នុងផ្ទះចំណាស់នោះពុទ្ធោតើឯងដឹងទេអ្នកទាំងអស់គ្នាកំពុងតែយកជីវិតប្រឡែងនឹងមច្ចរាជហើយផ្ទះនោះ
ជាកន្លែងឃាតកម្មដ៏សាហាវរបស់ខ្មែរក្រហមបានយកមនុស្សចាស់ក្មេងប្រុសស្រីច្រើនអ្នកទៅព្យួរកសម្រាប់ចោលទីនោះកើតជាផ្ទះខ្មោចចងអាឃាតប្រលឹងវិលវល់ហើយក៏យកទីនោះជាកន្លែងសងសឹកលងបន្លាចមនុស្សចូលទៅរស់នៅក្នុងផ្ទះមួយនោះបន្ទាប់ពីបានដឹងរឿងគ្រប់យ៉ាងពីអ្នកមីងចំណាស់ម្នាក់នោះគ្រួសាររបស់សុខាបានបដូរទីតាំងពីផ្ទះចំណាស់ទ្រុឌទ្រោមទៅកាន់ទីក្រុងវិញភ្លាមរីឯផ្ទះចំណាស់នោះក៏នៅតែបន្តស្ងៀមស្ងាត់គ្មានអ្នកណាហ៊ានចូលទៅនៅដដែលអ្នកស្រុកនៅតែបន្តនិយាយតគ្នាថាខ្មោចនៅតែលងបន្លាចអ្នកណាដែលហ៊ានចូលទៅនៅជិតផ្ទះនោះរឿងនេះចង់ប្រាប់ឲ្យយើងដឹងថាមុននឹងចូលទៅរស់នៅផ្ទះឬកន្លែងណាមួយកុំទៅនៅភ្លាមដោយមិនមានការសាកសួរពីប្រវត្តិរបស់វាព្រោះភាពមិនដឹងក៏អាចសាងបាននៅកំហុសនឹងការស្ដាយក្រោយផងដែរ